បាទវីដេអូនេះនឹងបង្ហាញពីវិធីកំណត់ថាមពលថ្មដល់កម្រិតទាបបំផុតមួយដែលឲ្យវាសម្រាកហើយយើងចាប់ផ្ដើមបញ្ចូលថ្មឡើងវិញចឹងនៅពេលដែលយើងប្រើប្រាស់ laptop ដោយប្រើថ្មមិនបញ្ចូលថ្មបាទអញ្ចឹងត្រូវធ្វើម៉េចបាទដំបូងយើងចូលមក search នេះហើយយើងវាយពាក្យថា edit power plan បាទនេះអញ្ចឹងវានៅកន្លែងនេះយើងអាចចុចលើវាមកទៅមកយើងចូលទៅ change in-band power setting បាទហើយមកខាងក្រោមនេះបាក់តេរីនេះយើងពលាវាមកចឹងនៅត្រង់នេះបាទ low battery level ចឹងយើងពលាមកចឹងអ្វីដែលយើងចង់កំណត់គឺលើ on battery បាទ plug in ហ្នឹងគឺអត់អីទេ on battery អញ្ចឹងតើកុំព្យូទ័រអ្នកទាំងអស់គ្នាហ្នឹងចង់ឲ្យទៀមបំផុតប្រមាណដែលឲ្យវាសម្រាប់ហើយយើងចាប់ផ្ដើមបញ្ចូលឡើងវិញសម្រាប់កុំព្យូទ័រខ្ញុំដោយសារវាបានខូចថ្មហើយក្រោម60%គឺវារលត់អូតូអញ្ចឹងខ្ញុំបានដាក់កំណត់65%អញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំបដូរលេខនេះមក70ចាហ្នឹងគាត់និយាយឧទាហរណ៍ទេហើយតបមកទៀតបាទចូលទៅlow battery action បាទអញ្ចឹងត្រង់នេះ on battery យើងត្រូវកំណត់វាថាតើនៅពេលដែលថ្មចូលដល់កម្រិតមួយដែលយើងបានកំណត់វាហ្នឹងឲ្យវាធ្វើម៉េចនៅក្នុងនេះគឺខ្ញុំ recommend ឲ្យវា hibernate ទៅ hibernate ហ្នឹងគឺវាមានតែម៉េចគឺវាបិទរលត់ទៅម្ដងវាខុសពី sleep បិទដែរតែវាប្រើប្រាស់ថាមពលច្រើនជាង hibernate ហើយ sleep គាត់ទៅចុច key ណាមួយក៏បានដែរវានឹងដើរឡើងវិញឯងតែ hibernate នៅត្រង់នេះគឺវានឹងបិទទៅហើយយើងចង់បើកមកវិញទាល់តែយើងចុចប៊ូតុង power ក៏ប៉ុន្តែវាមិនបានធ្វើឲ្យបិទ EXA ទៅជាមួយដូច shutdown នោះទេបាទហើយម្យ៉ាងនៅក្នុងនេះវាអត់មានមុខងារ sleep ទេបាទវាមានតែ do nothing hibernate និង shutdown អញ្ចឹងយើងយក hibernate បាទហើយយើងកំណត់រួចរាល់ហើយយើងចុច apply មកទប់មកអូខេបាទអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេបាទអរគុណ